Good evening, everyone. Good evening, teacher. Welcome back to our lesson today. ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញវីដេអូអំពីធ្វើម៉េចទើបយើងអាចចេះនិយាយភាសាអង់គ្លេសបានលឿនតោះឥឡូវមើលវីដេអូនេះទាំងអស់គ្នាថ្ងៃនេះគឺយើងរៀនជំនាញ2ដែលអ្នកគ្រូបង្ហាញនៅថ្ងៃនេះគឺ receptive ហើយនិង productive skill ចា receptive មានន័យថាម៉េចយើងទាយមើល receptive មានន័យថាអត់ដឹងទេណាដោយសារពាក្យថ្មីគឺនេះមានន័យថា input គឺអ្វីដែលយើងដាក់ចូលទៅក្នុងខួរក្បាលរបស់យើងចុះ productive skill ចឹង productive skill មានន័យថា output គឺអ្វីដែលយើងបញ្ចេញទៅចាធម្មតាសិស្សរៀនភាសាអង់គ្លេសនេះគឺធ្វើខាងនេះច្រើនណាធ្វើ input ច្រើនគឺសិស្សស្ដាប់សិស្សអានចាធ្វើខាងនេះច្រើនប៉ុន្តែអត់សូវអនុវត្តនិយាយហើយអត់សូវអនុវត្តសរសេរទេអញ្ចឹងទៅធ្វើឲ្យពីរនេះខ្សោយចាអូខេអញ្ចឹងនៅក្នុងថ្ងៃនេះអ្នកគ្រូបញ្យល់មួយណាគឺ listening នេះមានន័យថាការស្ដាប់ reading មានន័យថាការអានតែកាលណាយើងស្ដាប់ច្រើនយើងអានច្រើនគឺយើងទទួលបានពាក្យថ្មីយើងដឹងថាអូភាសាអង់គ្លេសគេមានតង់បែបណាតើនេះហើយនៅពេលដែលយើងធ្វើ productive skill គឺយើងឧស្សាហ៍និយាយយើងឧស្សាហ៍សរសេរអញ្ចឹងសួរសិស្សទាំងអស់គ្នាតើខាងណាដែលអ្នកទាំងអស់គ្នាធ្វើច្រើនជាងគេ receptive ឬ productive ឆ្លើយលើទាំងអស់គ្នា Receptive. ចាអញ្ចឹងធ្វើ receptive skill ច្រើនហេតុអីបានជាអត់សូវធ្វើ productive ខ្ជិលអូខេខ្ជិលចុះខាងនេះ sister ហេតុអីបានអត់សូវធ្វើ productive skill អត់ដឹងនិយាយអំពីអីអូខេអញ្ចឹងនេះហើយគឺជាបញ្ហាដែលធ្វើឲ្យយើងអត់សូវប្រកែកនិយាយអង់គ្លេសណាចាដូចប្រិមិត្តឬក៏ពុកម៉ែបងប្អូនបាន comment សួរថាចេះកូនខ្ញុំចេះអានប៉ុន្តែអត់សូវចេះនិយាយភាសាអង់គ្លេសមួយទៀតជាពិសេសក្មេងៗដូចជាបងប្អូនយុវវ័យអ្នកគ្រូខ្ញុំស្ដាប់គេបានប៉ុន្តែពេលនិយាយអត់ចេញឃើញទេអញ្ចឹងហេតុអីគឺដោយសារតែយើងអត់បានធ្វើនេះ skill នេះអញ្ចឹង skill ពីរហ្នឹងត្រូវដើរទន្ទឹមគ្នាអញ្ចឹងចាប់ពីថ្ងៃនេះទៅរៀននិយាយឲ្យបានច្រើនអញ្ចឹងនិយាយធ្វើម៉េចយើងដែរនិយាយមុខកញ្ចក់អី Yes okay sister ធ្វើអាហ្នឹងតាល្អ How about brother ធ្វើនេះអត់ You practice with me okay very good How about writing ដែល say writing ខ្លួនឯងអត់ Yes តើយើងដាក់ប្រធានបទធ្វើម៉េចតើទៅពេលគ្រូដាក់ឲ្យទៅធ្វើអូខេអញ្ចឹងមានន័យថាធ្វើទៅតាមអ្វីដែលគ្រូប្រាប់ទេប៉ុន្តែយើងអត់ទាន់មានស្វ័យសិក្សាខ្លួនឯងទេអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនគួរតែមានស្វ័យសិក្សាដោយខ្លួនឯងចាដោយការអនុវត្តនិយាយនិងការអនុវត្តការសរសេរអញ្ចឹងអ្នកគ្រូសូមចែករំលែកបទពិសោធន៍មួយកាលពីអ្នកគ្រូទៅតែរៀនភាសាអង់គ្លេសដំបូងគឺអ្នកគ្រូទិញសៀវភៅសរសេរដៃមួយហើយអ្នកគ្រូសរសេរអត្ថបទមួយជារៀងរាល់ថ្ងៃអញ្ចឹងមួយថ្ងៃអ្នកគ្រូសរសេរមួយហើយអត្ថបទហ្នឹងគឺអ្នកគ្រូ search ក្នុងអ៊ីនធឺណិតយើងអាច search មើលពាក្យថា topic for writing for beginner អញ្ចឹងទៅគឺយើងអាចឃើញ topic ឯឧទាហរណ៍ដូចជា my favorite hobbies my favorite activity my favorite holiday my favorite teacher អីទៀត my favorite school my favorite subject okay What can I do in the future អញ្ចឹងគឺសុទ្ធតែជាប្រធានបទអញ្ចឹងអ្នកគ្រូសរសេរប្រធានបទហើយរៀនសរសេរជារៀងរាល់ថ្ងៃសរសេរមួយ paragraph អូខេមួយអត្ថបទឬក៏សរសេរឲ្យបានយ៉ាងតិចឲ្យបាន10ឬក៏20ប្រយោគឃើញទេអញ្ចឹងសួរថាតើយើងបានធ្វើ writing រាល់ថ្ងៃអត់បើសិនជាយើងអត់បានធ្វើ writing រាល់ថ្ងៃទេគួរតែធ្វើឲ្យបានច្រើនដើម្បីយើងអាច improve ទៅលើ productive skill យើងអាចឆាប់ចេះនិយាយអង់គ្លេសអូខេ writing speaking ដើរទៅគ្នាណាតោះឥឡូវអ្នកគ្រូឧទាហរណ៍ងាយដើម្បីឲ្យយើងយកទៅអនុវត្តតាមហើយសម្រាប់ការអនុវត្តនេះគឺមិនមែនតែសម្រាប់ប្រធានបទ my favorite teacher ទេគឺមានប្រធានបទផ្សេងទៀតអូខេតោះអញ្ចឹងយើងមើលទាំងអស់គ្នាណាអ្នកទាំងអស់គ្នាមិនបាច់តន់អានហើយក៏មិនបាច់តន់យល់អត្ថន័យទាំងអស់ហ្នឹងដែរដោយអ្នកគ្រូគ្រាន់តែឧទាហរណ៍ឲ្យយើងទាំងអស់គ្នាបំពេញល្បះដោយខ្លួនឯងនៅខាងនេះដើម្បីអនុវត្តណាអញ្ចឹងសម្រាប់ការដឹងអំពីអត្ថន័យនៃអត្ថបទមួយនេះសូមបងប្អូនតាមដានទស្សនាវីដេអូបន្ទាប់ពីវីដេអូនេះ My favorite teacher អញ្ចឹងអ្នកគ្រូឧទាហរណ៍កន្លែងនេះណា Mrs. Natimon is a teacher of English. She is friendly and patient. When students do not understand, she explains again.
She uses games and activities in class. Many students like her because she makes learning fun and easy. She always smiles and supports her students. អូខេចានេះគឺជាឧទាហរណ៍អត្ថបទខ្លីមួយអញ្ចឹងយើងរៀននិយាយគឺយើងអាចទៅសេជា sentence ហើយយើងបំពេញដោយការនិយាយដល់ខ្លួនឯងណា practice តោះឥឡូវ brother can practice first. Okay, now you speak. My favorite teacher is Natimon. She teaches English. She is friendly. I like her because she helped me understand the lesson. One thing I never forget is she always gives me a lot of homework. Okay, thank you. Clap your hand for brother. Yeah. Now it's time for sister to practice her speaking. My favorite teacher is Jasmine. She teaches English. She is friendly. One thing I never forget is she always gives me a lot of homework. Okay, she always gives me. Alright, thank you sister and thank you brother. ចាប់ពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាវិធីសាស្ត្រដែលជួយឲ្យយើងឆាប់ចេះនិយាយភាសាអង់គ្លេសអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃគឺយើងបំពេញចាការសរសេរបែបនេះទៅនៅពេលដែលយើងបំពេញការសរសេរបែបនេះហើយគឺយើងរៀនអានហើយបន្ទាប់មកទៀតយើងរៀននិយាយម្នាក់ឯងណាអញ្ចឹងឧទាហរណ៍ថា topic របស់យើងថ្ងៃនេះគឺទាក់ទងជាមួយនឹង my favorite teacher អញ្ចឹងឧទាហរណ៍ថាយើងអត់មើលឯងយើងសរសេរហើយយើងអត់មើលណាយើងរៀននិយាយខ្លួនឯង My favorite teacher is Pisay. She teaches English. She is very friendly. I like her because she always helps me to understand English. One thing I never forget about her is she is always helpful. Thank you very much for listening. See you in the next video. ចាអញ្ចឹងនៅពេលដែលយើងរៀននិយាយបែបហ្នឹងយូរទៅគឺធ្វើឲ្យភាសាអង់គ្លេសរបស់យើងកាន់តែថ្នឹកកាន់តែរត់មាត់ដូចជាពាក្យយើងនិយាយថា Hello how are you Hello what's your name Hello where do you live អញ្ចឹងគឺយើងនិយាយគឺរត់មាត់ទេប៉ុន្តែដល់ពេលយើងនិយាយពាក្យអីផ្សេងគឺយើងអត់រត់មាត់ដោយសារតែយើងអត់សូវអនុវត្តនិយាយអញ្ចឹងចាប់ពីថ្ងៃនេះតទៅគឺយើងត្រូវអនុវត្តនិយាយភាសាអង់គ្លេសទាំងអស់គ្នា Okay everyone Yes ចាពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូនៅថ្ងៃនេះចប់ហើយបើសិនជាបងប្អូនគិតថាវីដេអូមួយនេះពិតជាមានប្រយោជន៍ជួយដល់បងប្អូនក្នុងការឆាប់ចេះនិយាយភាសាអង់គ្លេសអញ្ចឹងសូមជួយ like និង share ដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតហើយបើសិនជាលោកអ្នកចង់ចុះឈ្មោះឲ្យកូនៗចូលរៀនភាសាអង់គ្លេសតាមផ្ទះឬតាមប្រព័ន្ធ online សូមឆាតចូលទៅក្នុង page ក្រុមការងារនឹងឆ្លើយតបនៅព័ត៌មានលម្អិតជូនសូមអរគុណជួបគ្នាក្នុងវីដេអូក្រោយៗទៀត